បាទជំរាបសួរបងប្អូនថ្ងៃនេះយើងជួបគ្នាទៀតហើយយើងសាជាថ្មីម្ដងទៀតណាបងប្អូនសុខសប្បាយទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបន្តពាក់ព័ន្ធទៅនឹងការដែលយើងហៅថាជាពុទ្ធនីពុទ្ធនីដែលថាព្រៃនគររលំភ្នំពេញរលាយបាងកកចាត់ចាយមកសបាយនឹងគោវត្តអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំបែរជានិយាយឲ្យខ្លីបន្តិចដើម្បីស្រួលស្ដាប់ហើយចំពោះដែលថាព្រៃនគររលំណាបងប្អូនព្រៃនគររលំមានន័យថាព្រៃនគរយើងវាបានដួលរលំទៅឲ្យវៀតណាមបាត់ទៅហើយដែលគេហៅថាព្រៃនគររលំបានតែព្រៃនគរហ្នឹងគឺมันស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរទេដោយសារតែអាណានិគមបារាំងបានកាត់ទៅឲ្យខាងវៀតណាមជាអ្នកគ្រប់គ្រងអញ្ចឹងបានជាលោកចារថាព្រៃនគររលំអញ្ចឹងព្រៃនគរហ្នឹងគឺរលំបាត់ទៅហើយมันមាននៅក្នុងការគ្រប់គ្រងរបស់ប្រទេសកម្ពុជាយើងទេហើយចំពោះព្រៃនគររលំភ្នំពេញរលាយពាក្យថាភ្នំពេញរលាយមិនមែនរលាយនៅក្នុងសម័យកាលខ្មែរក្រហមនេះបងប្អូនពាក្យថារលាយមិនថាអ្វីអ្វីក៏ដោយហេដ្ឋារចនាសម្ព័ន្ធផ្ទះថ្មអគារគឺវារលាយខ្ទេចបាទអញ្ចឹងសម័យខ្មែរក្រហមគ្រាន់តែជាក្អែកខ្មៅចុះស៊ីមនុស្សអញ្ចឹងមានថាគ្រាន់តែក្អែកខ្មៅនោះដេញមនុស្សចេញពីទីក្រុងអញ្ចឹងផ្ទះថ្មផ្ទះល្វែងគឺនៅជាដដែលហើយបើផ្ទុះសង្គ្រាមជាមួយលន់នល់គាត់មានការប៉ះទង្គិចតិចតួចតែប៉ុណ្ណោះហើយចំពោះដែលថារលាយហ្នឹងគឺអាចខ្ញុំមិនហ៊ាននិយាយអីវែងឆ្ងាយទេបងប្អូនពិចារណាខ្លួនឯងទៅពាក្យថារលាយអាចនឹងមានសង្គ្រាមកើតឡើងម្ដងទៀតមិនដឹងជារវាងខ្មែរនិងខ្មែរឬក៏រវាងខ្មែរនិងបរទេសទេឬក៏រវាងខ្មែរនិងប្រទេសជិតខាងទេហ្នឹងយើងអត់ដឹងដែរសូមបងប្អូនតាមដានទាំងអស់គ្នាទៅហ្នឹងពាក្យថាព្រៃនគរពាក្យថាភ្នំពេញរលាយបើថាគឺត្រូវក្របបាទត្រូវក្របពីតែកើតសង្គ្រាមឡើងមកដូចយើងមកវឹកនេះជាមួយនឹងថៃយើងគាត់តាមរយៈតាមខ្សែព្រំដែនតាមបន្ទាត់ព្រំដែនខ្មែរថៃតែប៉ុណ្ណោះហើយបងប្អូនដែលនឹកឃើញមានចាំបានទេតែខាងភាគីថៃតែងតែបោះពាក្យថាបើសិនជាមានសង្គ្រាមជាលើកទី2ទៀតអញ្ចឹងវាអាចមកដល់ទីក្រុងភ្នំពេញអញ្ចឹងយន្តហោះឬអ្វីៗគឺអាចគ្របកំភ្លើងឬយកអាវុធឧបករណ៍សពាវុធបាញ់រយៈចម្ងាយឆ្ងាយគឺអាចដល់ភ្នំពេញអញ្ចឹងពាក្យហ្នឹងយើងខ្ញុំមិនមែនខ្ញុំជាអ្នកថាទេណាគ្រាន់យើងយកពិចារណាទាំងអស់គ្នាអញ្ចឹងពាក្យថាភ្នំពេញរលាយអញ្ចឹងជនជាតិថៃទាហានថៃថ្នាក់ដឹកនាំថៃក៏ធ្លាប់មានមកខ្មែរយើងម្ដងជា2ដង3ដង4ដងហើយដែរថាបើសិនជាមានការផ្ទុះសង្គ្រាមលើកទី2ទៀតយើងអាចទៅដល់ទីក្រុងភ្នំពេញអញ្ចឹងសពាវុធនៅពេលបច្ចុប្បន្ននេះយើងអាចថាជាសពាវុធមួយដែលមានអំណាចមានឥទ្ធិពលបើថាមានបាទបើថាមានឥទ្ធិពលបើថាមានសក្តានុពលខ្លាំងមែនទែនអញ្ចឹងវាអាចធ្វើឲ្យរលាយបានអញ្ចឹងយើងមិននឹកថាពេលវេលាហ្នឹងនឹងមិនកើតឬក៏កើតយើងអត់ដឹងមានតាមដានទាំងអស់គ្នានេះខ្ញុំគាត់និយាយទៅតាមបកស្រាយទៅតាមពុទ្ធន័យថាព្រៃនគររលំភ្នំពេញរលាយបាងកកចាត់ចាយទៅបាញ់គោវត្តអញ្ចឹងយើងមិនទាន់ឃើញលទ្ធផលណាមួយដែលថាឲ្យមានសង្គ្រាមផ្ទុះខ្លាំងបាទរវាងប្រទេសនិងប្រទេសនៅឡើយទេគ្រាន់ជាការបោះពាក្យសម្ដីថាលើកក្រោយអាចទៅដល់ភ្នំពេញអញ្ចឹងបងប្អូនពិចារណាមើលទៅបើសិនគេអាចមកដល់ភ្នំពេញអញ្ចឹងមិនមែនជាសង្គ្រាមមួយធម្មតាទេគឺជាសង្គ្រាមមួយខ្លាំងក្លាហើយបាទអញ្ចឹងគឺលេងមកឈ្នះមកចាញ់ហើយមិនត្រឹមតែភ្នំពេញហ្នឹងទេធម្មតាសាច់ទឹកដាក់គ្នាបាញ់ទៅបាញ់មកវាតែមានការខូចខាតទាំងសងខាងហើយចំពោះដែលថាបាងកកចាត់ចាយណាបាងកកចាត់ចាយអញ្ចឹងបើសិនជាភ្នំពេញយើងរលាយអញ្ចឹងបាងកកហ្នឹងគឺវាខ្ចាត់ខ្ចាយទៅគ្នាហ្នឹងយើងនិយាយទៅដាក់មកហើយអាវុធឥឡូវវាទំនើបហើយធំទៀតហើយមានសក្តានុពលផ្ទុះខ្លាំងទៀតអញ្ចឹងពីថាបាងកកចាត់ចាយប្រហែលជាអាចវាមិនដល់ថ្នាក់រលាយតែវាខ្ទេចដូចគ្នាអញ្ចឹងវាខ្ទេចដោយសារតែសង្គ្រាមអញ្ចឹងធម្មតាដាក់មកវាតែងតែមានការប៉ះទង្គិចតែងតែមានការខ្ទេចខ្ទីតែងតែមានការខូចខាតហើយយើងក៏មានការបោះពាក្យដូចគ្នាតែមិនមែនប្រមុខថ្នាក់ដឹកនាំផ្សេងថ្នាក់ដឹកនាំខ្មែរយើងជាអ្នកបោះពាក្យសម្ដីគឺយើងអាចតាមរយៈនីតិហ៊ានឬទាហានជួរមុខដោយសារគាត់ដឹងអំពីអាវុធខ្មែររបស់យើងមានអ្នកខ្លះយើងគាត់អាចវិតម្លៃបានព្រោះគាត់តែងតែពោលពីថាលើកនេះបើផ្ទុះលើកនេះទៀតអាចឲ្យថៃសងទាំងដើមទាំងការអញ្ចឹងពាក្យថាទាំងដើមទាំងការយើងមិនដឹងថាសក្តានុពលនៃការធ្វើសង្គ្រាមហ្នឹងវាខ្លាំងក្លាប៉ុណ្ណាទេអញ្ចឹងបងប្អូនអាចពិចារណាខ្លួនឯងទៅនឹងពាក្យថាបាងកកចាត់ចាយហើយមកសបាយនឹងគោវត្តអញ្ចឹងមានន័យថាអង្គរវត្តហ្នឹងប្រហែលជាមិនរងឥទ្ធិពលនៃការផ្ទុះសង្គ្រាមឬក៏ខូចខាតឬខ្ទេចខ្ទីដោយសារតែភ្លើងសង្គ្រាមដោយសារសពាវុធនៃការធ្វើសង្គ្រាមប្រយុទ្ធគ្នាទៅវិញទៅមកទេបាទអញ្ចឹងវាអាចសន្និដ្ឋានបានថាអង្គរវត្តអាចទៅតិចផុតក៏មិនដឹងយើងក៏មិនដឹងដែរបាននិយាយថាមកសបាយអង្គរវត្ត
ពីតែសបាយនឹងមិនថាដូចជាអង្គរវត្តយើងនៅខេត្តជំរាបយើងដូចជាមិនរងផលប៉ះពាល់សង្គ្រាមណានឹងយើងអត់ដឹងដូចគ្នាអញ្ចឹងយើងមានតែតាមដានទាំងអស់គ្នាណាបងប្អូនណាអញ្ចឹងពាក្យហ្នឹងដែលហៅថាដែលចាស់បុរាណដែលពោលថាព្រៃនគររលំដែលបានទៅវៀតណាមគ្រប់គ្រងភ្នំពេញរលាយប្រហែលជាអាចថានឹងពេលខាងមុខអញ្ចឹងមិនមែនរលាយនៅក្នុងពេលសម័យខ្មែរក្រហមខ្មែរក្រហមក៏នឹងក្រុមក្អែកខ្មៅចុះស៊ីមនុស្សបាទអញ្ចឹងបាងកកខ្ចាត់ចាយយើងអត់ទាន់ជួបទេបាទសបាយអង្គរវត្តគឺយើងតាន់ជួបដែរអញ្ចឹងមានតែរងចាំទាំងអស់គ្នាតទៅទៀតបាទចំពោះបញ្ហានេះអញ្ចឹងបើសិនជាមានការខុសត្រូវត្រង់ចំណុចណាមួយសូមបងប្អូនកុំប្រកែកប្រកាន់អីខ្ញុំគ្រាន់តែចាំបាននៅពាក្យបាទកំណាត់ចាស់បុរាណគាត់តែងតែពោលមកអញ្ចឹងមែនបាទហ្នឹងវាជាសិទ្ធិសិទ្ធិចាស់បុរាណខ្មែរយើងដែលគាត់ពោលមកតគ្នាអញ្ចឹងណាបងប្អូនហើយបងប្អូនទាំងសប្តាហ៍ថ្ងៃនេះដូចជាមិនមានអីទៅកើតសង្គ្រាមអីទេហើយបងប្អូនត្រូវងាកទៅមើលដល់បណ្ដាប្រទេសពិភពលោកគឺសង្គ្រាមសឹងគ្រប់ប្រទេសហើយក្តៅទៅបើសិនជាអាខ្លាំងមហាអំណាចប៉ះគ្នាគឺអាតូចតាចប្រទេសយើងតូចតាចគឺរងឥទ្ធិពលលឿនណាស់បាទគឺអ្នកទីខ្លាំងគេតែងស្គ្រប់យកយើងហើយអាហ្នឹងវាជារឿងមួយធម្មតាហើយបងប្អូនហ្នឹងកើតសង្គ្រាមអីទៀតបើឥឡូវយើងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាហើយតែកុំភ្លេចណាបងប្អូនកំណាព្យសិទ្ធិសិទ្ធិលោកចាមកឬពាក្យមួយទៀតដែលផ្ដាំផ្ញើបងប្អូនថាពិតទៅជាមិនពិតទៅជាពិតហើយទេបងប្អូនយល់ចំណុចហ្នឹងយើងមើលហ្នឹងឥឡូវសន្តិភាពហើយលែងប៉ះនេះយើងដកអាវុធធុនធ្ងន់ចេញអស់ហើយលែងមានសង្គ្រាមតទៀតតែអត់ជាងទេបងប្អូនបាទរឿងសង្គ្រាមនេះវាត្រូវផ្ទុះអាហ្នឹងគេថាមិនអាហ្នឹងថាពិតវាទៅជាមិនពិតយើងថាអត់កើតទេព្រោះដកអាវុធធុនធ្ងន់អស់ហើយទាហានក៏បានរំសាយមកអស់ហើយវាមិនអាចកើតទេតែបើកើតឡើងគឺយកកូននឹងរឹងមិនតាន់ទេបាទគឺមកព្រឹបហ្នឹងគឺសឹងតែមិនតាន់ទេបាទអាហ្នឹងគេថាមិនពិតទៅជាបាទពិតទៅជាមិនពិតអាចុះពិតទៅជាមិនពិតយើងមើលជាក់ស្ដែងថាដែលយើងមិនតាន់ដកអាវុធចេញពីព្រំដែនទេយើងសន្និដ្ឋានថាសង្គ្រាមនឹងផ្ទុះហើយបាទសង្គ្រាមនឹងកើតឡើងបាទនឹងផ្ទុះនឹងក្តៅកាន់តែក្តៅទៅពីព្រោះថៃក៏បញ្ជូនអាវុធមកយើងក៏បញ្ជូនអាវុធទៅអញ្ចឹងយើងមើលឃើញហ្នឹងសភាពការដូចជាមិនស្រួលដូចជាក្តៅនៅគុំหนองច័ន្ទនៅភូមិអូ3ជាន់អីផ្សេងៗហ្នឹងយើងថាក្តៅស្ថានភាពនឹងក្តៅតែដល់ពេលចុងក្រោយមកឃើញកលេសខេះតែយើងចុះកិច្ចព្រមព្រៀងទៅត្រូវរើនេះដកចេញមកវិញបាទរៀងខ្លួនអាហ្នឹងគេថាពិតទៅជាមិនពិតយើងពិតហ្នឹងសង្គ្រាមមិនទុះមែនតើណាព្រោះក្តៅបញ្ជូនទៅមកពិតមិនទុះចុងក្រោយទៅជាមិនទុះដល់ពេលឥឡូវទៅជាដកចេញរៀងខ្លួនអាហ្នឹងគេថាមិនពិតវាអាចទៅជាពិតវិញពេលខ្លះអត់ទៀងយើងមើលថាដកចេញហើយគេក៏ដកចេញយើងក៏ដកចេញតែពេលចុងក្រោយមកពេលកើតឡើងគឺនឹកស្មានម្ដងគឺទុះឡើងក្តឹងតែម្ដងអញ្ចឹងគេថាមិនពិតវាទៅជាពិតណាបងប្អូនណាអាពិតទៅជាមិនពិតអញ្ចឹងបងប្អូនត្រូវចាំពាក្យសម្ដីចំណុចហ្នឹងសូមបងប្អូនពិចារណាទៅបើសិនមានការខុសត្រូវត្រង់ចំណុចណាមួយសូមបងប្អូនកុំប្រកែកប្រកាន់អីខ្ញុំគាត់តែបកស្រាយទៅតាមសិទ្ធិសិទ្ធិហ្នឹងទេហើយបើសិនមានកំហុសខុសឆ្គងសូមមេត្តាខន្តីអភ័យទោសអធិស្ឋានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេយើងអាចជួបគ្នានៅកំណាព្យក្រោយទៀតកំមុំឡៅតែងខ្លួនកំមុំខ្មែររត់ពួនដំបៅយោយួនខ្លាខំចិនអញ្ចឹងវគ្គក្រោយខ្ញុំនឹងប្រាប់លម្អិតបងប្អូនពីចំណុចទៀតហើយកុំភ្លេចបាទជួយតាមដាននិង share វីដេអូរបស់ខ្ញុំម្នាក់មួយផងហើយកុំភ្លេចចុច like subscribe ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា